Chô đo khai và xaអាកាសធាតុត្រជាក់ជិះម៉ូតូកាត់ផ្លូវកាត់អីចឹងត្រូវភ្លៀងច្រើនចឹងបងប្អូនត្រូវប្រយ័ត្នដែរហើយយើងគួរតែរកម្ហូបអាហារណាដែលជួយដល់សារពាង្គកាយរបស់យើងឲ្យបានរឹងមាំអីចឹងមកចាហើយនេះព្រលឹមឡើងកូនខ្ញុំទាំងពីរហើយកូនកំមុំខ្ញុំហាត់ប្រាណរាល់ព្រឹកគេធ្វើធម៌មីថែមបងប្អូនចាហើយគេធ្វើអញ្ចឹងសប្បាយរបស់គេអញ្ចឹងទៅហើយយើងត្រឡប់មកម្ហូបរបស់យើងវិញម្ហូបយើងរើសម្ហូបណាល្អបន្លែល្អសាច់ល្អហើយយកមកចម្អិនមកងាស់វាមិនយូរទេត្រឹម30នាទីអីឬក៏40នាទីអីជើងជ្រូកបើយើងទិញបានជើងជ្រូកខ្សែលឬក៏គេថាជើងជ្រូកខ្ចីអញ្ចឹងណាហើយយើងដាក់មកងាស់វាមកជាមួយនឹងបន្លែតាមចំណង់ចំណូលចិត្តរបស់យើងស្ងោរតឡាចក៏បានយើងស្ងោរផ្ទីក៏បានស្ងោរស្ពៃក៏បានឬក៏ថ្ងៃនេះដូចខ្ញុំអញ្ចឹងខ្ញុំស្ងោរមួយដុល្លារមួយការ៉ុតក៏ដូចជាមើមឈូកនេះខានហូបដែរបងប្អូនខានហូបដូចជាចង់មួយឆ្នាំហើយទំនឹកឃើញចង់ស្ងោរមើមឈូកដែរតែសារចេះទេលើកមុនខ្ញុំស្ងោរម្ដងខ្ញុំរៀងខ្ញុំទិញចំមើមឈូកហ្នឹងខ្ញុំមិនដឹងថាវាល្មិចទេខ្ញុំយកវាមកស្ងោរស្រាប់តែវាធ្វើឲ្យទឹកស្លខ្ញុំល្អអញ្ចឹងវាល្អវាឡើងរៀងពណ៌រៀងសល្អពេលអញ្ចឹងខ្ញុំអត់ចង់ញ៉ាំវាទៀតដល់ពេលលើកនេះខ្ញុំសាកបន្ថយដល់អញ្ចឹងខ្ញុំយកមកដាក់ស្ងោរវាអត់អីវាធ្វើឲ្យទឹកស្លរបស់ខ្ញុំវាអត់ល្អអញ្ចឹងណាតែឆ្ងាញ់ហើយសាច់របស់គេយើងស្ងោររៀងយូរបន្តិចទៅវាល្មួតឆ្ងាញ់អញ្ចឹងណាបងប្អូនហើយជាតិសរសៃរបស់មើមឈូកនឹងជួយយើងច្រើនណាចាហើយដូចស្លស្ងោរថ្ងៃនេះចឹងខ្ញុំស្ងោរជូនម៉ាក់ខ្ញុំភាសាដោយសារម៉ាក់គាត់មានបញ្ហាឆ្អឹងមានបញ្ហាសរសៃអីចឹងពេទ្យគេណែនាំឲ្យយើងហូបស្លណាដែលល្អពិសេសស៊ុបយើងស្ងោរស៊ុបឬក៏ស្ងោរស្លអីចឹងទៅឲ្យគាត់ហត់បានច្រើនបែកញើសអីចឹងទៅចាហើយនេះយើងស្ងោរអញ្ចឹងទៅថ្ងៃនឹងស្ងោរស្អែកក៏ឆាអីចឹងទៅហើយយើងព្យាយាមរកបន្លែត្រីសាច់ណាដែលជាផលិតផលក្នុងស្រុករបស់យើងយកមកធ្វើម្ហូបទៅបានឆ្ងាញ់ហើយសុខសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងទៅចាបងប្អូនចាឥឡូវម្ហូបខ្ញុំរួចរាល់ហើយបងប្អូនមកអញ្ជើញភាសាជាមួយខ្ញុំធ្វើម្ហូបញ៉ាំខ្លួនឯងទើបសុខភាពយើងបានល្អទាំងអស់គ្នាណាបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជំរាបលាបាយបាយ